ប្រាសាទមង្គលលាតឬប្រាសាទតុបខាងកើតប្រាសាទនេះស្ថិតនៅក្នុងកំពែងក្រុងអង្គរធំនៅខាងលិចប្រាសាទបាយ័ននិងខាងត្បូងខ្លោងទ្វារជ័យដែលមានចម្ងាយ12គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបប្រាសាទនេះជាប្រាសាទតូចមួយក្នុងចំណោមប្រាសាទជាច្រើននៅក្នុងតំបន់អង្គរប្រាសាទតុបខាងកើតសង់អំពីថ្មភក់នៅលើខឿនពីរជាន់មានប្លង់ជារាងកាកបាទមានទ្វារចូលទៅទិសខាងកើតនិងមានទ្វារបញ្ឆោតនៅទិសខាងលិចខាងត្បូងនិងខាងជើងតាមការសិក្សារបស់អ្នកស្រាវជ្រាវមួយចំនួនយល់ថាប្រាសាទមង្គលលាតជាសំណង់ប្រាសាទថ្មភក់ដែលឧទ្ទិសដល់ព្រហ្មញ្ញសាសនាចុងក្រោយបង្អស់នៅសម័យអង្គរដោយផ្អែកលើសិលាចារឹកបច្ចេកទេសនៃការសាងសង់និងសមាសធាតុសំណង់ចំពោះសិលាចារឹកប្រាសាទនេះមានចំនួន2ផ្ទាំងជាភាសាសំស្ក្រឹតសិលាចារឹកមួយផ្ទាំងចារនៅជាប់នឹងប្រាសាទមេទ្វារខាងត្បូងនិងមួយផ្ទាំងទៀតចារនៅលើសសរដោយសប្តាហ៍ថ្ងៃនៅសល់តែសិលាចារឹកនៅជាប់នឹងប្រាសាទតែប៉ុណ្ណោះតាមរយៈសិលាចារឹករបស់ប្រាសាទនេះធ្វើឲ្យយើងដឹងថាប្រាសាទមង្គលលាតសង់ឡើងនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី8ដើម្បីឧទ្ទិសដល់ព្រាហ្មណ៍ឈ្មោះជ័យមង្គលលាតនិងម្ដាយរបស់គាត់ឈ្មោះសុភត្រានិងឧទ្ទិសទៅដល់ព្រហ្មញ្ញសាសនានិកាយព្រះនរាយណ៍បច្ចុប្បន្នប្រាសាទនេះរងការខូចខាតដោយសារកត្តាធម្មជាតិនិងមនុស្សព្រមទាំងអាយុកាលរបស់សំណង់ទាំងមូលនៅផ្នែកខាងក្នុងប្រាសាទឃើញមានជើងទម្របដិមាមួយដែលមានប្រហោងពីរប្រហែលជាប្រើសម្រាប់តម្កល់បដិមារីឯគ្រឿងលម្អស្ថាបត្យកម្មនៅប្រាសាទមង្គលលាតមានដូចជាហោជាងផ្តែរទ្វារសសរពេជ្រសសរផ្អោបរួមទាំងចម្លាក់ផ្សេងទៀតមានសភាពសឹករិចរិលនិងបាច់បាក់ច្រើនហោជាងនិងផ្តែរទ្វារនៅប្រាសាទមង្គលលាតមានឆ្លាក់បង្ហាញអំពីរឿងទេវកថានៃព្រហ្មញ្ញសាសនាសំខាន់ផ្សេងគ្នាផ្តែរខាងកើតមានលក្ខណៈខូចខាតច្រើនដោយផ្នែកសងខាងនៃផ្តែរបានសឹករិចរិលអស់នៅសល់តែផ្នែកកណ្ដាលនៃផ្តែរតែប៉ុណ្ណោះប៉ុន្តែយើងអាចដឹងបានថាផ្តែរនេះឆ្លាក់បង្ហាញពីឈុតរបស់ព្រះក្រឹស្នៈប្រយុទ្ធជាមួយនឹងនាគកាលយៈដោយជើងទីពីររបស់ទ្រង់កន្ធេកក្រៀកចាប់នាគនោះនិងព្រះហស្ថរបស់ទ្រង់ម្ខាងហើយក្បាលនាគនៅម្ខាងទៀតលើកឡើងលើផ្តែរខាងលិចមានប្រវែង133សង់ទីម៉ែត្រនិងទទឹង48សង់ទីម៉ែត្រឆ្លាក់បង្ហាញអំពីរឿងក្រឹស្នៈទ្រភ្នំគោវធនៈសិល្បករឆ្លាក់រូបក្រឹស្នៈនៅក្នុងកាយវិការឈរពីលើក្បាលរាហូដោយមានព្រះហស្ថឆ្វេងកាន់ដំបងបញ្ឈរចុះក្រោមព្រះហស្ថស្ដាំលើកឡើងលើដើម្បីនឹងទ្រភ្នំគោវធនៈរីឯជើងស្ដាំខ្វែងទៅក្រោយដោយឈរជើងតែម្ខាងនៅសងខាងព្រះក្រឹស្នៈគេឆ្លាក់ឃើញមានរូបមនុស្សពីរនាក់ទៀតអង្គុយលុតជង្គង់ដែលទំនងជាតំណាងឲ្យក្មេងគង្វាលឬអ្នកស្រុកដែលចុះចូលជ្រកក្រោមភ្នំគោរវធនៈដែលទ្រដោយព្រះក្រឹស្នៈនៅអមរូបរាហូមានឆ្លាក់រូបសត្វតោខ្ជាក់កម្រងស្លឹកឈើដែលមានជារាងធ្នូផ្តែរទ្វារខាងជើងតាមរយៈឯកសាររបស់សាលាបារាំងចុងបូព៌ាបង្ហាញពីផ្តែរខាងជើងនៃប្រាសាទនេះឆ្លាក់អំពីរឿងកូរសមុទ្រទឹកដោះដើម្បីទទួលបានទឹកអម្រឹតនៅលើផ្តែរខាងជើងនេះមានបង្ហាញតួអង្គពួកអប្សរៈកាន់ខាងក្បាលនាគវ៉ាសុកីចំនួន5និងពួកទេពឈរនៅខាងកន្ទុយមានចំនួន5នាក់នៅផ្នែកកណ្ដាលនៃផ្តែរមានសសរត្រង់មួយដែលជាភ្នំមន្តោដោយនៅខាងក្រោមសសរមានអណ្ដើកធំមួយឈ្មោះកុម្ពដែលជាអវតារទី2របស់ព្រះនរាយណ៍មកទ្រភ្នំមន្តោកុំឲ្យលិចចូលទៅក្នុងសមុទ្រក្នុងកំឡុងពេលកូរសមុទ្រទឹកដោះនៅខាងក្រោម
អណ្ដើកក៏មាក់ឃើញលេចចេញជារូបទេពមួយប្រហែលជាព្រះនាងលក្ស្មីកាន់កេតនភ័ណ្ឌរបស់ព្រះនរាយណ៍នៅកណ្ដាលសសរជារូបព្រះនរាយណ៍មានព្រះហស្ថ4និងនៅផ្នែកខាងលើសសរមានទេពមួយអង្គគង់នៅលើផ្កាឈូកគឺជាព្រះព្រហ្មមានព្រះសិ4និងព្រះហស្ថ4សប្តាហ៍ថ្ងៃពុំឃើញមានស្លាកស្នាមផ្ដាយនេះនៅសល់ទេហៅជាងខាងកើតនៃប្រាសាទនេះបានបាក់មួយកំណាត់ប៉ុន្តែយើងអាចដឹងបានថាចម្លាក់នេះបង្ហាញពីរឿងព្រះនរាយណ៍ផ្ទុំដើម្បីរងចាំបង្កើតលោកថ្មីដោយនៅផ្នែកខាងចុងហៅជាងមានលម្អជាក្បាច់ក្បាលនាគនិងដងខ្លួនបង្កើតជាក្បាច់ដង្កាក្នុងចម្លាក់នេះព្រះវិស្ណុមានព្រះហស្ថ4ផ្ទុំសំដកខ្លួនលើនាគអានន្ទដោយព្រះហស្ថខាងឆ្វេងដាក់ច្រត់នៅលើខ្នងនាគព្រះហស្ថមួយទៀតសណ្ដូកឡើងលើនៅផ្នែកខាងក្រោមចម្លាក់ព្រះនរាយណ៍ផ្ទុំមានរូបទេពអង្គុយលុតជង្គង់ជាជួរចំនួន6អង្គយើងពុំដឹងថាមានរូបទេពចំនួនប៉ុន្មានអង្គសរុបនោះទេត្បិតថាផ្នែកពាក្យកណ្ដាលនៃហៅជាងបានបាក់ទៅហើយហៅជាងខាងត្បូងបង្ហាញពីចម្លាក់ត្រីវិក្រមឬព្រះនរាយណ៍ឈាន3ជំហានហៅជាងនេះមានរាងដូចកញ្ចុំជើងឆ្មានិងមានសភាពស្ទឹករិចរិលច្រើននៅចំកណ្ដាលជារូបព្រះនរាយណ៍ក្នុងអវតារជាវាមនឬព្រាហ្មណ៍ទឿមានព្រះហស្ថ4ព្រះហស្ថឆ្វេងកាន់ដំបងព្រះហស្ថផ្សេងទៀតយើងពុំដឹងថាកាន់កេតនភ័ណ្ឌអ្វីផ្សេងឡើយដោយសារតែការសឹករិចរិលនៅផ្នែកខាងឆ្វេងនៃព្រះបាទរបស់ព្រះនរាយណ៍មានមនុស្ស2នាក់អង្គុយលើកដៃប្រណម្យនិងនៅខាងស្ដាំព្រះនរាយណ៍វិញមានទេពស្រីអង្គុយទ្រព្រះបាទស្ដាំដែលទេពស្រីនោះប្រហែលជារូបព្រះនាងលក្ស្មីដែលជាមហេសីរបស់ទ្រង់នៅផ្នែកខាងលើជិតព្រះនរាយណ៍វិញមានឆ្លាក់ជារូបមួយត្រឹមពាក់កណ្ដាលខ្លួនចុះក្រោមរួមជាមួយនឹងភាពសឹករិចរិលផងនោះធ្វើឲ្យយើងពិបាកមើលថាតើជារូបទេពអប្សរឬជាសត្វក្រិតដែលជាយានជំនិះរបស់ព្រះនរាយណ៍នៅក្រោមជំហានព្រះបាទទ្រង់មានឆ្លាក់ជារូបសត្វក្រពើនិងផ្កាឈូកដែលតំណាងឲ្យទឹកហៅជាងខាងជើងឆ្លាក់បង្ហាញអំពីរឿងព្រះឥសូររាំដៃ4នឹងមានស័ក្តិរបស់ទ្រង់នៅលើផ្លូវហើយនៅផ្នែកខាងស្ដាំព្រះហស្ថទ្រង់មានរូបមនុស្សអង្គុយលើកដៃប្រណម្យនិងមានអប្សរាចំនួន6នាក់នៅឈររាំអមសងខាងសប្តាហ៍ថ្ងៃហៅជាងនេះបានបាក់រលំអស់ទៅហើយនៅសល់តែមួយផ្នែកតូចខាងក្រោមដែលមានរូបអប្សរាតែប៉ុណ្ណោះហៅជាងខាងលិចមានសភាពបែកបាក់ស្ទើរទាំងស្រុងដោយពុំដឹងថាហៅជាងនោះឆ្លាក់ពីរឿងអ្វីនោះទេសប្តាហ៍ថ្ងៃនៅសល់តែក្បាលនាគចំណែកនៅផ្នែកកណ្ដាលនៃហៅជាងមានការខូចខាតច្រើនដោយបាក់និងបាត់ថ្មមួយចំនួនធំផងដែរសម្រាប់ថ្មគោលនៅប្រាសាទមង្គលនាថវិញមានការឆ្លាក់ជារូបអាទិទេពបែបព្រហ្មញ្ញសាសនាលទ្ធិព្រះនរាយណ៍បច្ចុប្បន្នរក្សាទុកនៅក្នុងសារមន្ទីរជាតិអង្គរជ្រុងទី1រូបព្រះនរាយណ៍មានដៃ8ដោយព្រះហស្ថស្ដាំខាងក្រោមកាន់ដំបងនិងព្រះហស្ថ3ខាងលើដាច់ត្រឹមកដៃនិងព្រះហស្ថខាងឆ្វេងក្រោមដាច់ពាក់កណ្ដាលនិងព្រះហស្ថខាងឆ្វេងខាងលើកាន់ខ្យងសាំងជ្រុងទី2ព្រះនរាយណ៍ផ្ទុំនៅលើនាគអានន្ទឬសេសៈក្នុងទម្រង់បង្កើតលោកថ្មីមានលេចចេញព្រះព្រហ្មនៅក្នុងផ្កាឈូកនិងនៅចុងព្រះបាទនរាយណ៍មានទេវរូបភេទស្រីដែលប្រហែលជាមហេសីរបស់ទ្រង់គឺព្រះនាងលក្ស្មីជ្រុងទី3នរសិង្ហជ្រុងទី4ព្រះនរាយណ៍ជិះគ្រុឌមានកាន់កេតនភ័ណ្ឌ4គឺកងចក្រដុំមូលចុងសាំងនិងដំបងនិងនៅជិតសត្វគ្រុឌផ្នែកខាងក្រោមមានបង្ហាញរូបសត្វជោគព្រៃនិងនៅឆ្វេងដៃព្រះនរាយណ៍មានរូបមនុស្សស្រីតូចមួយ